2. គ្រួសារកក់ក្ដៅកូនជាទីស្រឡាញ់ពាក្យថាគ្រួសារជាពាក្យដែលមានសេចក្ដីឬអត្ថន័យច្រើនគឺសំដៅដល់ការស្រឡាញ់ភាពកក់ក្ដៅភាពនៃត្រកូលតែមួយជាមួយគ្នាឡើយនៅប្រទេសខាងលិចភរិយាតែងយកត្រកូលប្ដីមកប្រើហើយតែងហៅគ្នាថាអ្នកផ្ទះខ្ញុំឬគ្រួសារខ្ញុំជាដើមសម័យដែលកូននៅក្មេងៗកូននៅរួមគ្នាជាមួយគ្រួសារមានសម្លេងសើចសប្បាយសម្លេងរត់ប្រឡែងគ្នាបរិភោគអាហាររួមគ្នានិងធ្វើអ្វីៗជាមួយគ្នាមានភាពរស់រវើកឪពុកម្ដាយសូម្បីធ្វើការនឿយហត់អស់កម្លាំងយ៉ាងណាក៏ដោយលុះមកដល់ផ្ទះហើយគ្រាន់តែឃើញមុខកូនរត់មកទទួលជួយកាន់ជួយទទួលយករបស់របរនិងសួរពីការនឿយហត់ប៉ុណ្ណឹងម៉ែឪក៏បានអស់នូវការនឿយហត់ទៅហើយមាតាបិតាឃើញកូនញ៉ាំបានគេងលក់ក៏សប្បាយចិត្តទាំងនេះឯងណាកូនដែលគេហៅថាគ្រួសារមានភាពកក់ក្ដៅនោះឥឡូវនេះកូនក៏បានធំអស់ហើយកូនហើយធ្វើជាបងប្អូនគ្នាត្រូវចេះស្រឡាញ់គ្នាសាច់ឈាមជាមួយគ្នាយ៉ាងណាក៏កាត់មិនបានពាក្យចាស់ពោលថាកាត់ទឹកមិនដាច់កាត់សាច់មិនបានដូច្នេះចូលកូនកុំស្អប់ខ្ពើមកុំកំណាញ់កុំច្រណែនឬខំក្រោធគំនុំគុំគួនអ្វីដល់គ្នាឡើយកូនត្រូវជួយគ្នានិងមើលថែគ្នាវិញទៅបានល្អបានមកធ្វើជាបងប្អូននឹងគ្នាហើយស្រាប់តែមកឆ្លោះតោះតែងគ្នាវាជារឿងដែលគួរឲ្យខ្មាស់អៀនណាស់កូនណាយមនុស្សល្អគេមិនឆ្លោះតោះតែងគ្នាដូច្នេះឡើយម្យ៉ាងទៀតកូនត្រូវគិតដល់ទ្រូងម្ដាយទ្រូងឪពុកផងណាកូនគិតដល់ពេលដែលកូននៅតូចឆ្លោះគ្នាហើយក៏ល្អនឹងគ្នាវិញលេងចូលគ្នាវិញដូចដើមភ្លេចរឿងដែលកន្លងទៅអស់ហើយស្រឡាញ់គ្នាព្រមព្រៀងគ្នាមានអ្វីធ្វើក៏ជួយធ្វើគ្នាល្អណាស់កូនមានរឿងខ្លះកាលកូននៅពីតូចនោះកូនគួរសិក្សាតាមបើកូនគិតថាកូនធំហើយកូនមិនភ្លេចរឿងដែលតោះចិត្តដោយការកូននៅក្មេងទេតែកូនត្រូវកុំប្រកាន់គ្នាកូនណាយស្វាមីឯងរកថ្មីបានភរិយាឯងរកថ្មីបានកូនក៏ឯងរកថ្មីបានដែរតែបងឬប្អូនរកមិនបានទៀតឡើយមានប៉ុណ្ណាក៏ប៉ុណ្ណឹងការកាត់បងកាត់ប្អូនក៏ដូចគ្នានឹងការកាត់សាច់កាត់ឈាមរបស់ម៉ែរបស់ឪដែរណាកូនគ្រួសារកក់ក្ដៅម៉ែឪកូនចៅត្រូវនៅក្នុងធម៌មិនតាមកិលេសចេះរស់ក្នុងពរអាយុបវរគុណធម៌ក្នុងចិត្ត